សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចង់មកបង្ហាញពីវិធីតិចតួចដែលធ្វើឲ្យយើងនិយាយថាមានទំនុកចិត្តនៅពេលដែលយើងទៅដេកនៅតាមព្រៃភ្នំអញ្ចឹងណាបងប្អូនបាទក៏ពិតវិធីនេះគឺជាទូទៅគឺអ្នកដែលដើរតាមព្រៃដើរភ្នំអីគឺគាត់តែងតែធ្វើជាញឹកញាប់ហើយបាទគឺយើងរអស់ឬក៏ឈើធំណាមួយដែលថានៅពេលដែលយើងប្រកាត់ភ្លើងទៅវាបានវឹសព្រឹកឈើមួយនេះវាធំពេកហើយវាគល់វានឹងវាជាប់នឹងដីវាអត់ទាន់ដាច់ចឹងហើយខ្ញុំទៅរកផ្សេងមកហ្នឹងហើយបើនេះល្មមបានវឹសព្រឹកតែអត់ទេអាហ្នឹងវារៀងទួយដែរអញ្ចឹងយើងត្រូវមានផ្សេងថែមទៀតអញ្ចឹងណាបងប្អូនហ្នឹងហើយមកថាយើងដុតទៅឲ្យវាបានវឹសព្រឹកព្រោះអីពិបាកពេលយប់ហ្នឹងហើយពេលយប់យើងនៅតាមព្រៃភ្នំហើយស្ងាត់មានតែយើងអញ្ចឹងទៀតយើងតើតមានភ្លើងបានយើងមានគេហៅគេវត្តភាពផ្លូវចិត្តហ្នឹងហើយយើងមានវត្តភាពផ្លូវចិត្តហើយយើងមានទំនុកចិត្តយើងដេកទៅយើងក៏មិនសូវបារម្ភហើយបើសិនជាយើងមានឆ្កែមានអីទៀតវារឹតតែល្អហ្នឹងហើយដូចជាខ្ញុំយកឆ្កែទៅមួយដែរយប់ដែលខ្ញុំទៅដេកនៅនឹងពេលយប់ហ្នឹងយើងនឹងគ្នាឡើងដេកហើយអញ្ចឹងណាបងប្អូនស្រាប់តែឆ្កែព្រុសហ្មងឆ្កែខ្ញុំហ្នឹងវាព្រុសមិនដឹងជាវាព្រុសអីទេប៉ុន្តែវាព្រុសមើលទៅដូចរៀងស្ធាប់ខ្លាំងដល់ពេលខ្ញុំចុះយកភ្លើងមកឈូលមើលក៏វាអត់មានឃើញអីដែរមុនដំបូងវាព្រុសមុខផ្ទះឯងតែស្រាប់តែដល់ពេលខ្ញុំចុះយកភ្លើងមកឈូលមើលក៏ឆ្កែហ្នឹងវារត់ទៅខាងក្រោយផ្ទះទៅព្រុសបានបន្តិចក៏វាឈប់ព្រុសទៅប្រហែលជាបើតាមខ្ញុំស្មានប្រហែលជាអាចជាឆ្កែអ្នកនៅចិត្តហ្នឹងឯងប្រយធ្លាប់មានឆ្កែអ្នកនៅចិត្តហ្នឹងដែរឬក៏អីផ្សេងទៀតក៏អត់ដឹងដែរអាចនឹងមនុស្សអីចឹងណាគាត់ដើរទៅប៉ុន្តែគ្រាន់ថាដល់ពេលយើងមានចិត្តក៏យើងវារៀងកក់ក្ដៅក្នុងចិត្តណាបាទយើងប្រកាត់ភ្លើងអញ្ចឹងទៅឆេះបានមកយប់ព្រឹកមានផ្សែងហុយអញ្ចឹងទៅព្រួយពួកសត្វព្រៃអីអញ្ចឹងវាខ្លាចភ្លើងខ្លាចផ្សែងអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងក៏ត្រូវតែមានជាចាំបាច់បាទបងប្អូនយើងត្រូវតែប្រកាត់ភ្លើងបើសិនជាយើងទៅបោះតង់ក៏ដោយអីក៏ដោយឬក៏យើងទៅតាមព្រៃតាមភ្នំអីចឹងពេលយប់ពេលបលប់អីចឹងយើងទោះបីយ៉ាងណាក៏ត្រូវតែមានភ្លើងដើម្បីការពារសត្វពេលយប់ហ្នឹងឯងអញ្ចឹងទៅយើងពេលយើងសម្រាកទៅយើងវាមានទំនុកចិត្តខ្លួនយើងដែរហើយភ្លើងហ្នឹងក៏ហ្នឹងឯងបានមកយប់ព្រឹកខ្ញុំបើដាក់អស់រៀងច្រើនដែរហើយថ្ងៃនេះក៏អត់មានអីទេបងប្អូនមានតែប៉ុណ្្នឹងបង្ហាញបងប្អូនណាហ្នឹងហើយរាល់ពេលដែលខ្ញុំទៅខាងទៅព្រៃទៅអីគឺខ្ញុំតែងតែប្រកាត់ភ្លើងអរគុណច្រើន